ចាជម្រាបសួរបងប្អូននេះគឺជាសាឡាត់ដែលខ្ញុំដាំហើយវាធំបច្រៀតគ្នាខ្លាំងហើយនេះខ្ញុំអត់ដែលបានមានពេលមកធ្វើវាឥឡូវនឹកឃើញតនេឆ្លៀតពេលមកធ្វើឲ្យហើយខ្ញុំដាក់ដាំបានពីរប្រភេទសាឡាត់បតេសហ្នឹងណាហើយនេះគឺជាសកម្មភាពដែលខ្ញុំចាប់ផ្ដើមបំបែកនេះគឺជាជីចន្លេនសម្ភារៈដែលយើងមានគឺផើងពីមុនខ្ញុំដាក់ផើងរាក់ប៉ុន្តែឥឡូវហ្នឹងខ្ញុំចង់សាកដាក់ផើងបែបហ្នឹងម្ដងព្រោះវាមានដីចាក់ទៅក្នុងទៅក្រោមជ្រៅជាងមុនពីព្រោះអីខ្ញុំឃើញគាត់អ្នកផ្សេងដែលគាត់ដាំហ្នឹងណាគាត់បានធ្វើបែបហ្នឹងហើយសាឡាត់គាត់ល្អជាងដែលយើងដាក់ផើងរាក់អញ្ចឹងខ្ញុំចង់សាកល្បងធ្វើដូចគាត់ដែរបងដែលគាត់ដាំតាមផ្ទះគាត់ដាំលក់ខ្ញុំឃើញបទពិសោធន៍គាត់ខ្ញុំក៏ចង់ឆ្លិចយកបទពិសោធន៍គាត់ហ្នឹងមកអនុវត្តតាមនៅពេលដែលយើងប្របែកសាឡាត់រួចហើយអ្វីដែលយើងត្រូវធ្វើបន្ទាប់គឺស្រោចទឹកកុំភ្លេចឲ្យសោះពីព្រោះអីយើងបែកពេលព្រឹកហើយបើមេឃក្តៅទៀតយើងស្រោចទឹកអត់គ្រប់គ្រាន់ទេដឹងតែស្លោកសាឡាត់យើងឬមួយក៏សាឡាត់អាចស្លាប់បានណាវាអាចសពូនងាប់តែម្ដងឆ្លៀតពេលមើលសាឡាត់នាំបងប្អូនមកមើលទេសភាពដូចជាតកួនហើយខែនិងតំណាំពេញប៉ោះអីរបស់ខ្ញុំផ្សេងតិចតួចអូខេអញ្ចឹងយើងចូលមកដល់ការលើកយកថូសាឡាត់វិញមិញយកមកបដូរទីតាំងមកដាក់កន្លែងនេះវិញដោយសារតែកន្លែងនេះមានពន្លឺថ្ងៃគ្រប់គ្រាន់ហើយណាមួយរៀបជាជួរបែបហ្នឹងទៅមើលទៅវាស្អាតវាមានរបៀបរៀបរយដោយសារតែខ្ញុំប្របែកវានៅពេលព្រឹកអញ្ចឹងខ្ញុំបារម្ភខ្លាចទឹកវាអត់គ្រប់គ្រាន់ណាអញ្ចឹងខ្ញុំស្រោចទឹកម្ដងទៀតក្នុងការជ្រើសរើសយកសាឡាត់យកមកដាំទៀតសោតយើងជ្រើសរើសយកសាឡាត់ណាដែលវាមានកម្លាំងវាធំល្អបើសាឡាត់ណាដែលធៀបជាមួយនឹងសាឡាត់ដែលល្អហ្នឹងយើងមើលទៅទូចស្វិតអត់រឹងមាំទេបងប្អូនបាច់យកមកដាំទេខាតពេលហើយកុំស្ដាយបោះចោលវាចុះយើងយកតែណាល្អធំមានឫសរឹងមាំស្លឹកវាមើលទៅស្អាតណាបងប្អូនដូចសាឡាត់ដែលនៅនឹងដៃខ្ញុំអញ្ចឹងវាល្អហើយអញ្ចឹងបងប្អូនចង់ដឹងថាសាឡាត់បែបម៉េចដែលមើលទៅវាអត់មានកម្លាំងវាអត់ល្អគឺយើងធៀបមើលទៅថាវាទូចជាងនឹងឆ្ងាយមែនទែនអាទី3នៅក្នុងដៃខ្ញុំកំពុងតែកាន់ហ្នឹងក៏វាលូតយឺតជាងគេដែរប៉ុន្តែដោយសារតែមើលទៅវាអាចនឹងផ្សំមួយគេបានអញ្ចឹងក៏យកមកសាកសិនមកហើយចាំមើលលទ្ធផលមើលថាវាយ៉ាងម៉េចដែរហើយរាល់ការដាំគឺដូចតែគ្នាទាំងអស់យើងដាក់ដីដែលមានជីជាតិយើងដាក់ជីចន្លេនឬមួយក៏ជីអាចគោអីក៏បានដែរទ្រាប់បាតបន្ទាប់មកយើងដាក់សាឡាត់ហើយកុំភ្លេចស្រោចទឹកតាមពិតដីយើងដាក់ឲ្យសើមមុនក៏បានហើយយើងស្រោចទឹកមួយតង់ទៀតហើយជ្រើសរើសទីតាំងណាដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ពីព្រោះសាឡាត់ដែលអត់មានពន្លឺថ្ងៃគឺវាស្គមវាលូតឡើងលើខ្ពស់តែវាអត់មានស្លឹកដែលឆែកល្អដែលធំទេធម្មតាសាឡាត់ត្រូវការពន្លឺថ្ងៃអញ្ចឹងហើយបើយើងដាំនៅក្នុងម្លប់ពេកអត់មានពន្លឺថ្ងៃសាឡាត់យើងក៏អត់ទទួលបានផលល្អដែរវាអត់លូតលាស់ល្អទេហើយថូថ្មីនេះដីហ្នឹងខ្ញុំធ្លាប់ដាំរនោងហើយប៉ុន្តែងាប់អត់ទាន់បានផលចឹងទៅខ្ញុំក៏ឈប់ស្រោចទឹកហើយហាលថ្ងៃឲ្យវាស្ងួតប៉ុន្តែវារៀងរឹងសភាពដីរៀងរឹងអញ្ចឹងយើងត្រូវយកដូចខ្ញុំមិញហ្នឹងយកមកវាយវាឲ្យរៀងទន់យើងទ្រាប់បាតជាមួយនឹងជីចលែនខ្ញុំចូលចិត្តប្រើជីចលែនដោយសារតែជីចលែនវាបានផលល្អហើយវាអត់មានក្លិនអីទាំងអស់ប្រើមួយជីចលែនខ្ញុំអត់មានការភ័យថាខ្ញុំដាក់ច្រើនទៅវាក្តៅលលួយគល់ដំណាំខ្ញុំឬមួយក៏វានៅមានមេរោគផ្សិតមេរោគអីផ្សេងដែលវាអត់ទាន់បានងាប់អញ្ចឹងណាយើងប្រើដោយសុវត្ថិភាពតែម្ដងជីចន្លេនហ្នឹងអ្វីដែលខ្ញុំស្រឡាញ់បំផុតគឺអត់មានក្លិនដោយសារតែខ្ញុំអត់ចូលចិត្តក្លិនទេហើយណាមួយយើងធ្វើនៅលើតបូផ្ទះអញ្ចឹងខ្យល់វាមកតែសឹកហ្មងហើយបើយើងមានក្លិនវាអាចនឹងប៉ះពាល់ដល់ខ្លួនឯងសុខភាពយើងខ្លួនឯងហើយនឹងវាអាចប៉ះពាល់ដល់អ្នកដែលគាត់នៅក្បែរនឹងដែរអញ្ចឹងវីដេអូបន្ទាប់ខ្ញុំនឹងខាវាឲ្យលឿនដើម្បីខ្ញុំអត់ចង់ឲ្យខាតពេលបងប្អូនព្រោះខ្ញុំចង់បង្ហាញពីលទ្ធផលបន្ទាប់ពីយើងដាំហើយរហូតដល់ពេលដែលយើងប្រមូលផលអញ្ចឹងនេះយើងប្របែកបានច្រើនថូហើយបងប្អូនអាចមើលបានយើងមើល1 2 3 4 5 6 7ថូអញ្ចឹងអាចនឹងយើងដាក់កន្លែងហ្នឹងឲ្យគ្រប់8ថូចាបងប្អូននេះគឺជាការលូតលាស់របស់សាឡាត់នៅតាមផើងរបស់យើងនីមួយឃើញថាពីរផើងនេះល្អដោយសារតែខ្ញុំបែកចេញមកក្រៅនៅខាងនោះហ្នឹងដូចចាប់វាស្គាល់ដល់ពេលអញ្ចឹងទៅវាស៊ីរេះ
ហើយតំណាំថាប្រុងនឹងលូតលាស់អាដបងហ្នឹងហើយចាប់ស៊ីហើយសាឡាត់គឺលេងសូវល្អហើយវាលូតមិនក៏វានៅតែយឺតជាងអាដែលអត់មានចាប់ស៊ីដែរនេះតាមអ្វីដែលខ្ញុំសង្កេតឃើញណាដោយសារអីប្រហែលថ្ងៃមុនហ្នឹងខ្យល់កត្រាក់ដល់ពេលទៅវាប៉ើងរោងបន្លែខ្ញុំឡើងលហែកប្រហោងពេញតែនឹងឯងទៅបានជួសជុលដល់ពេលអញ្ចឹងទាំងចាប់ទាំងអីគេសបាយចូលមកដល់ទៅចូលមកទៅវាធ្វើឲ្យតំណាំយើងលេងល្អហើយនេះកុំឲ្យស្ដាយកន្លែងខ្ញុំដាក់ដាំតកួនទៅព្រោះអាផ្សេងវាងាប់ហើយគុំផ្សេងចាបងប្អូននេះគឺចូលដើមខែ8បងប្អូនសាឡាត់យើងគឺស្រស់ស្អាតណាបៃតងភ្លឺខ្ចីតែម្ដងប៉ុន្តែខាងនេះវាអត់សូវល្អដោយសារតែចាប់ដើមដំបូងចាប់ស៊ីហើយវាចាប់ដើមរេះខ្ញុំក៏ឆ្លៀតដាក់ដំណាំផ្សេងដោយសារស្ដាយស្ពេសវាខ្ញុំដាក់បែបហ្នឹងមានដូចជាលឹកគ្រៃខ្ទឹមខាត់ណាស្លាប់ណាដែលចាប់ផ្ដើមដោយចាប់ស៊ីគឺវាអត់ល្អមានតកួនចឹងប្លង់នេះពីរផើងនេះគឺជាផើងដែលខ្ញុំស្រឡាញ់បំផុតឯងអូយល្អខ្លាំងណាស់ស្រស់ស្រាយហ្មងបងប្អូនអានេះបន្ទាប់ពីយើងស្រោចទឹកពេលព្រឹកហើយបងប្អូនអាយយមើលស្លឹកគេណោះហើយមើលទឹកដែលវានៅជាប់នឹងស្លឹកសាឡាត់យើងហ្នឹងណាអូមើលហើយដូចមានអារម្មណ៍ថាអានេះអារម្មណ៍យើងអ្នកដាំឃើញអញ្ចឹងហើយអារម្មណ៍ល្អស្រស់ស្រាយហ្មងចាអរុនសួស្តីថ្ងៃថ្មីអ្នកទាំងអស់គ្នាចានេះមកមើលទេសភាពផ្កានេះខ្ញុំអត់ដឹងថាឈ្មោះអីដែរហើយវាដោះខ្លួនវាហើយដល់ពេលអញ្ចឹងខ្ញុំឃើញវាស្អាតខ្ញុំបែកដាក់ថូទុកដាំបន្តស្លាត់ខ្ញុំតាំងពីដាំមកគឺអត់ដែលបានថែមជីទេទ្របបាតជីតែម្ដងពេលដែលចាប់ផ្ដើមបែកហ្នឹងហើយក៏មិនដែលបានដាក់ជីទៀតដែរឲ្យវាលូតតាមទៅធម្មជាតិថ្ងៃនេះនឹកឃើញដាក់ជីដោយសារតែខែនេះខែភ្លៀងបងប្អូនហើយជីនេះវាមានសមត្ថភាពជួយកុំឲ្យមានផ្សិតឆ្លងមេរោគអីចឹងទៅសារខែភ្លៀងច្រើនម្លងពេលខែភ្លៀងនេះសពោជំងឺជាពិសេសគឺជំងឺទៅហើយជំងឺលើគល់ឬមកក៏ជំងឺឆ្លងមេរោគផ្សិតតាមតំណាំដល់ពេលអញ្ចឹងខ្ញុំត្រូវការពារវាហើយមុននឹងវាមានបញ្ហាការពិតទៅការដាក់ជីហ្នឹងគឺធ្វើនៅពេលល្ងាចក៏ល្អដែរដោយសារតែពេលល្ងាចវាអត់ទាន់មានកម្ដៅថ្ងៃហើយមីក្រូបផ្សេងដែលជួយការពារតំណាំយើងនៅនឹងជីហ្នឹងគឺវានៅរស់បានយូរប៉ុន្តែល្ងាចឡើងភាគច្រើនខ្ញុំរវល់ហើយថ្ងៃនេះមេឃសតុំមលឹមតិចដែរវាអត់សូវមានថ្ងៃអញ្ចឹងខ្ញុំក៏សម្រេចចិត្តយកវាមកដើម្បីដាក់ជីហើយព្រោះអីតាមការពិតទៅគឺយើងអាចប្រមូលផលបានហើយស្លាប់យើងប៉ុណ្ណឹងយើងកុំកាត់ទៅទាំងអស់ទាំងគុំបងប្អូនយើងក្តិចស្លឹកវាទៅម្ដងមួយពីរម្ដងមួយពីរអញ្ចឹងទៅស្លាប់យើងវាបន្តលូតហើយវាខ្ពស់អញ្ចឹងយើងកាច់ស្លឹកវាញ៉ាំរហូតកាច់បានច្រើនខែដែរល្មមដល់វាចេញផ្កាវាចេញគ្រាប់យើងអាចយកគ្រាប់ហ្នឹងទៅធ្វើពូជបន្តបានដោយអត់ចាំបាច់ទិញគ្រាប់ស្លាប់ថ្មីទេតែខ្ញុំត្រូវទុកវាតិចទៀតដោយសារវាស្អាតស្រស់បំព្រងឲ្យវាធំជាងនឹងចាបងប្អូននេះមើលសាឡាត់យើងប៉ុណ្ណេះគឺយើងអាចញ៉ាំបានហើយស្អាតស្រស់ស្រាយធំមានកម្លាំងសុខភាពល្អហើយមកផាំងនេះខ្ញុំដាក់រៀងច្រើនគុំដែរបើសិនជាដាក់តាមមួយគុំយើងអាចមើលឃើញថាវាលូតល្អខ្លាំងធំនេះមើលស្លឹកវាធំហ្នឹងមានតូចទេហើយយើងអាចកាត់ញ៉ាំនេះប្រឡេះទៅប្រឡេះវាតាមហ្នឹងទៅហើយវាធំបន្តមកទៀតឲ្យយើងអាចញ៉ាំបានច្រើនដងយើងអត់ចាំបាច់ខាត់ពេលដាំថ្មីទេស្លឹកគេល្អទៅអានេះអត់សូវមាននេះផងអត់សូវមានថ្ងៃផងបងប្អូនស្រស់ស្រាយចាអញ្ចឹងវីដេអូបន្ទាប់នឹងនាំបងប្អូនទៅមើលពីវគ្គដែលយើងក្តិចសាឡាត់យើងក្តិចពីខាងក្រោមឡើងទៅលើទៅដើម្បីឲ្យយើងញ៉ាំបានយូរយើងអត់ចាំបាច់ដាំច្រើនដងធ្វើបែបហ្នឹងយើងចំណេញពេលវេលាយើងអត់ចាំបាច់ព្រោះគ្រាប់សាឡាត់ច្រើនសារទេចាជម្រាបសួរបងប្អូនថ្ងៃហ្នឹងយើងមកកាត់សាឡាត់ទាំងអស់គ្នាថ្ងៃនេះថ្ងៃទី13ខែ8ឆ្នាំ2026ហើយថ្ងៃនេះដាច់ចិត្តកាត់សាឡាត់ញ៉ាំហើយ
ចាយើងកាត់ស្លាត់ញ៉ាំបែបហ្នឹងបងប្អូនស្លឹកណាដែលមើលទៅវាអត់ល្អចាស់យើងទុកនៅក្បែរគប់ហ្នឹងឯងទុកឲ្យវាលួយខ្លាយទៅជាជីខ្លួនវាហើយយើងកាត់បែបហ្នឹងស្លាត់ហ្នឹងយើងយកទៅផ្ទាប់ញ៉ាំជាមួយបាញ់ឆាវញ៉ាំជាមួយគេហៅនំបញ្ចុកបាក់បងនិយាយទៅញ៉ាំបែបមិនក៏បានដែរអាស្រ័យលើយើងឆ្នៃធ្វើជាស្លាត់ជាលក្ខណៈម្ហូបបរទេសក៏បានដែរឆ្ងាញ់ហើយស្លាត់នេះរសជាតិវាឆ្ងាញ់ស្រួយអត់ល្វីងបងប្អូនគេហៅថាស្លាត់បរទេសឬក៏គេហៅឈ្មោះវាថា Red Rabbit ហើយពណ៌វាបែបហ្នឹងបៃតងលាយក្រហមចុងបើសិនជាវាត្រូវថ្ងៃខ្លាំងជាងហ្នឹងវាអាចនឹងក្រហមឬមួយក៏គេហៅពណ៌ស្វាយខ្លាំងជាងហ្នឹងទៀតនៅចុងស្លាប់ប៉ុន្តែដោយសារខែនេះដូចបងប្អូនដឹងស្រាប់ខែភ្លៀងអញ្ចឹងយើងអត់សូវសម្បូរថ្ងៃគ្រប់គ្រាន់ដល់ស្លាប់ទេដំណាំអីផ្សេងខែភ្លៀងយើងដាំទៅមិនសូវជាល្អប៉ុន្មានទេបើដំណាំដែលល្អគឺដាំខែល្ងាតែមិនថាដាំអត់បានទេបងប្អូនអាស្រ័យលើយើងតែតមហើយយើងដាក់ឲ្យត្រូវថ្ងៃទៅព្រោះខែភ្លៀងវាក៏នៅតបើកថ្ងៃតិចដែរអញ្ចឹងណាវាមិនអត់ទាំងអស់ទេចាអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនមើលហើយអាចដាំសាឡាត់ញ៉ាំបានទាំងអស់គ្នានៅផ្ទះអរគុណច្រើន